ស្ពៃក្តាប់ស្ងោរញ័រសាច់ជ្រូកចិញ្ច្រាំមួយមុខនេះស៊ុបអត់ដូរទេរសជាតិឆ្ងាញ់ខ្លាំងណាស់បានញ៉ាំម្ដងហើយដឹងតែជាប់ចិត្តហ្មងជឿអត់បងប្អូនពេលខ្លះមុខម្ហូបយើងគ្រាន់តែបដូរពីរបៀបធ្វើបន្តិចៗទេប៉ុន្តែម្ហូបឆ្ងាញ់មែនតើដូចជាការស្ងោរស្ពៃក្តាប់នេះអញ្ចឹងខ្ញុំតែងតែប្រើសាច់ជ្រូក3ជាន់ចិញ្ច្រាំមានហេប៊ីហឺមានខ្ទឹមហើយដាក់ម្រេចនិងដាក់គ្រឿងម្សៅស៊ុបស្ករប៊ីចេងតាមធម្មតាចិញ្ច្រាំម៉ត់ល្អហើយនឹងទើបយកស្ពៃក្តោបយកមកញាត់តាមធាងរបស់ស្ពៃស្ងោរបែបនេះត្រូវតែជ្រើសរើសយកប្រភេទស្ពៃខ្មែរទើបស្ងោរទៅមានរសជាតិឆ្ងាញ់ចំណែកសាច់ជ្រូកមានលាយខ្លាញ់លាយស្បែកអីខ្លះអញ្ចឹងបងប្អូនច្រាំហើយញាត់វាតាមស្ទាប់យើងចង់ញាត់ប្រហែលជាន់ក៏បានដែរអាស្រ័យទៅលើសាច់របស់យើងតិចឬច្រើនបន្ទាប់មកដាំទឹកឲ្យពុះដាក់តម្រៀបស្ពៃចូលដាក់ការ៉ុតនិងដាក់ស្លឹកដែរនៅសល់អីហ្នឹងចូលជាមួយគ្នាមកដាក់ដាំវាឲ្យពុះម្សៅទៀតបន្ថែមជាមួយគ្រឿងម្សៅស៊ុបអំបិលប៊ីចេងខ្ញុំមកដាក់ស្ករទេព្រោះស្ពៃក្តៅវាមានជាតិផ្អែមមិញហ្នឹងខ្ញុំបានដាក់ស្ករចូលក្នុងសាច់រួចរាល់ហើយចុងក្រោយបន្ថែមម្រេចនិងស្លឹកខ្ទឹមញ៉ាំក្តៅៗឆ្ងាញ់ខ្លាំងមែនតើ